មនុស្សដែលគេទុកចិត្តកូនជាទីស្រឡាញ់កូនត្រូវធ្វើខ្លួនឲ្យដូចជាពាក្យនេះគឺថានៅឲ្យគេទុកចិត្តចាក់ចេញពិតគេរលឹកយ៉ាងទៀតនៅឲ្យគេស្រឡាញ់លុះចាក់ចេញគេអាឡ័យកូននៅក្នុងទីណានៅជាមួយនរណាធ្វើការងារកន្លែងណាធ្វើជាមួយនរណាយូរឬក៏មិនយូរក៏ដោយការសំខាន់ជាដំបូងដែលកូនគួរធ្វើគឺសាងនៅភាពកក់ក្ដៅការទុកចិត្តជាគ្នាឯងនិងការសាងនៅភាពពេញចិត្តឲ្យដល់អ្នកដទៃកុំសាងនៅភាពក្ដៅក្រហាយជ្រួលច្បល់ចលាចលគឺកុំធ្វើឲ្យមានបញ្ហាដល់មនុស្សដែលកូនទៅសំណាក់ឬក៏ធ្វើការជាមួយនឹងឲ្យសោះបើកូនសាងនៅភាពកក់ក្ដៅជំនឿទុកចិត្តឲ្យដល់អ្នកដទៃកូននឹងរស់នៅមានកិត្តិយសមានច្រើនសត្វតែជាអ្នកស្រឡាញ់ចូលចិត្តសម្បូរមិត្តខ្សត់សត្រូវទុយមកវិញបើកូនសាងបញ្ហាគឺការក្តៅក្រហាយឲ្យដល់គេកូនមានតែគេរង្គៀសគេភ័យខ្លាចគេធុញទ្រាន់សាបសូន្យកិត្តិយសរស់នៅជាទុក្ខវិធីសាងនៅភាពកក់ក្តៅការពេញចិត្តនិងការទុកចិត្តនោះគឺថាចេះលះបង់មិនឃើញតែពីខ្លួនឯងនិយាយស្ដីឲ្យល្អចេះជួយទុក្ខតរៈអ្នកដទៃជាគ្នាឯងជាមួយនឹងមនុស្សគ្រប់គ្នាមានកិរិយាមេរយាទរៀបសាររៀបរយឆ្លូតបូតត្រឹមត្រូវមិនប្រកាន់ខ្លួននិងមិនអួតខ្លួនគឺជាការរក្សាជានិច្ចនៃសម្បត្តិល្អរបស់មនុស្សកូនត្រូវចាំពាក្យនេះថាញញឹមរកគ្នាតាំងចិត្តសន្តានាវាចាពីរោះពេលគេមានទុក្ខត្រូវជួយសង្គ្រោះបានអ្វីដាក់ពោះកុំរស់តែឯងត្រូវចេះលះបង់ទាំងចេះស្មោះត្រង់ចិត្តចង់ចេះក្រែងទេសនាពីរោះសង្គ្រោះក្រៃលែងមិនអួតខ្លួនឯងមិនហែងទឹកចិត្តទឹកមាសបេះដូងមានព្រះមុនស្នេហ៍ស័ក្តិសិទ្ធិញាតច្រើនកន្លងអ្នកផងទុកចិត្តលោកចាចេញពិតញាតមិត្តអាឡ័យចេះប្រើខ្លួនឯងព្រមទាំងចេះក្រែងអ្នកផងអាស្រ័យប្រឹងជួយការងារពេញជើងពេញដៃញាតមិត្តអាឡ័យពេលខ្សែជីវ៉ាចេះអានខ្លួនឯងព្រះធម៌សំដែងឲ្យចេះសិក្សាដឹងតួនាទីមិនចោលកិច្ចការចេះស្គាល់អាត្មាមនុស្សម្នាចូលចិត្តចេះទឿនខ្លួនឯងទាំងចេះប្រឹងប្រែងអ្នកផងអាណិតកុំចាំគេប្រើការងារល្អពិតវីរិយៈសន្ធិដ្ឋញាតមិត្តត្រូវការ47ការមិនប្រកាន់ខ្លួនកូនជាទីស្រឡាញ់ការប្រកាន់ខ្លួនសំដៅដល់ការគិតយកខ្លួនទៅប្រៀបជាមួយនឹងអ្នកដទៃឬក៏យកអ្នកដទៃមកប្រៀបជាមួយខ្លួនការប្រកាន់ខ្លួនហ្នឹងវាមាន3គឺគិតតែខ្លួនឯងប្រសើរជាងគេនឹងមួយទៅហើយគិតតែខ្លួនឯងអន់ជាងគេមួយទៅហើយគិតតែខ្លួនឯងស្មើនឹងគេហ្នឹងមួយទៅអាការគិតទាំង3ប្រការហ្នឹងគឺអត់ល្អទាំងអស់ព្រោះវាជាមាននេះគិតថាខ្លួនឯងប្រសើរជាងអ្នកដទៃរមែងធ្វើឲ្យកើតការតម្កើងខ្លួនណាតម្កល់តែខ្លួនឯងហ្នឹងវាអត់មានអ្នកណាស៊ូជាមួយបាននឹងធ្វើឲ្យកើតការខ្នើខ្នងប្រហើនកោងកាចហាមខ្លាហ៊ានធ្វើអ្វីស្រេចតែចិត្តខ្លួនឯងសម្ដែងអាកប្បកិរិយាមើលងាយមើលថោកអ្នកដទៃហើយគិតថាខ្លួនឯងអន់ជាងអ្នកដទៃរមែងធ្វើឲ្យកើតការរួញរាក្នុងកិច្ចការងារអស់កម្លាំងចិត្តបាក់ទឹកចិត្តលែងប្រឹងប្រែងតទៅទៀតបណ្ដោយជីវិតទៅតាមយថាកម្មដោយចោអណ្ដែតទឹកធ្វើឲ្យគេមើលងាយមើលថោកបានព្រោះតែខ្វះការតស៊ូប្រឹងប្រែងជាយាមនឹងឯងហើយគិតថាខ្លួនឯងស្មើនឹងអ្នកដទៃរមែងធ្វើឲ្យកើតការក្អើតកតួមិនក្រែងចិត្តណានិងមិនគោរពអ្នកដទៃព្រមទាំងមិនត្រូវការស្ដាប់ណាទាំងអស់ព្រោះប្រកាន់ថាអ្នកដទៃប្រហែលទៅខ្លួនដែរហ្នឹងក្នុងផ្លូវដែលត្រឹមត្រូវគឺមនុស្សយើងក៏បីគោរពជឿស្ដាប់ទន់ភ្លន់ប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដែលសមរម្យគឺដល់ពេលត្រូវគោរពក៏គោរពដល់ពេលត្រូវស្ដាប់ក៏ស្ដាប់ដល់ពេលត្រូវទន់ភ្លន់ក៏ទន់ភ្លន់ដល់ពេលត្រូវរឹងប៉ឹងក៏រឹងប៉ឹងរៀបចំខ្លួនឲ្យចុះចូលជាមួយនឹងអ្នកដទៃសមរម្យជាមួយនឹងស្ថានភាពមនុស្សដែលឆ្លាតក្នុងការរៀបចំខ្លួនលោកហៅថាអ្នកធ្វើខ្លួនឲ្យបានសមរម្យអាចចងចិត្តមនុស្សដែលនៅជុំវិញខ្លួនបានការមិនប្រកាន់ខ្លួននេះជាមហាកុសលផ្នែកខាងការគោរពនិងការគួនទន់ភ្លន់គេរវោចៈនិវេតោចៈហ្នឹងអោនតូនតែប្រឆាំងជាមួយនឹងមាននេះហ្នឹងអេតាមាំងកលមុតតាមាំងជាមង្គលដល់ដំមនុស្សទន់វាចាមេត្តាក្នុងចិត្តពោលមិនវិតបរិទ្ធគំនិតទូនានក្លិនសារសម្ដីមានន័យដូចស្ពានឬដូចជាយាននាំអ្នកដំណើរមនុស្សទន់រិះគន់តែទោសកំហុសត្រង់ត្រូវវិញនោះតែងដាក់ចិន្តាតម្កើងមនុស្សល្អឲ្យរិទ្ធប្រសើរនាំអ្នកដំណើរដើរក្នុងផ្លូវត្រូវគេរវោចៈនិវេតោចៈពីនេះស្មោះស្ម័គ្រជាអ្នកនាំផ្លូវមង្គលឧត្តមផុតរឿងអាស្រូវនាំអ្នកដើរផ្លូវទៅទីពងខ្ពស់មួយគឺគេរវៈគោរពខ្លួនក្រែងមួយគឺគេរវៈគោរពកោតក្រែងពីរព្រះសម្ដែងមានន័យពីរោះនិវេតោចៈនាំចេញចំលោះរួចផុតចាកគ្រោះព្រោះដាក់ខ្លួនទៀតទន់ភ្លន់ពិតគំនិតឧត្តមរៀបកាយសមរម្យនិយមសុភាព
មិនមែនទន់ខ្សោយសូមឲ្យបានជ្រាបនេះគឺគុណភាពជីវិតពិតអង48មនុស្សដែលស្រឡាញ់យើងពិតកូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិតឬមិនពិតនោះក៏មើលត្រឹមតែសបកក្រៅឬស្ដាប់តែពាក្យសម្ដីរបស់គេប៉ុណ្ណោះឯសោះអាកប្បកិរិយាគេអាចធ្វើបានឲ្យពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរយ៉ាងណាឬមិនដូចចិត្តយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់មនុស្សដែលពោលថាស្រឡាញ់យើងស្គាល់ចិត្តស្គាល់ថ្លើមយើងនិងគោរពរាប់អានយើងនោះអាចគ្រាន់តែជាទឹកអប់ដែលបាញ់ដាក់មកឲ្យយើងសុបាយចិត្តតែប៉ុណ្ណោះគឺគេអាចស្អប់យើងក៏បានប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយទៅគេនិយាយគេមានអាកប្បកិរិយាយ៉ាងនោះឯងនោះដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសម្បីតែម្ដងមិនធ្លាប់អួតសរសើរយើងណាម្ដងសោះប៉ុន្តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ជាមួយនឹងយើងប្រកបក៏មានដែរដែលពលមកនេះមិនមែនបានន័យថាអ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់ហ្នឹងសុទ្ធតែមិនស្រឡាញ់យើងដោយពិតនោះទេតែពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះសុទ្ធតែស្រឡាញ់យើងដោយពិតនោះក៏ទេដែរគ្រាន់តែចង់ប្រាប់កូនឲ្យដឹងថាណានាស្រឡាញ់មិនស្រឡាញ់យើងដោយពិតនោះមិនមែននៅត្រង់សម្បកក្រៅនិងខ្យល់មាត់នោះទេគឺនៅត្រង់ការដែលធ្វើពិតដែលយើងត្រូវសង្កេតពិនិត្យក្នុងការយូរមនុស្សដែលល្អចំពោះយើងរមែងល្អទាំងចំពោះមុខទាំងកំបាំងមុខគឺតែងតែជួយយើងរក្សាយើងទំនុកបំរុងនឹងការពារយើងមិនថាយើងនឹងឯងទៅជាយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយនោះឯងដែលថាជាមនុស្សស្រឡាញ់យើងពិតត្រង់ដែលថាគេថាស្រឡាញ់យើងឬមិននិយាយឬមិននិយាយអីនោះវាមិនសំខាន់ទេចំណែកមនុស្សដែលល្អតែនឹងមុខយើងក្រោយខ្នងដន្ទាមិនទំនុកបំរុងយើងមិនកំត្រួតយើងនិយាយពីរោះជាមួយក្រំតែដើម្បីពឹងពាក់ឬប្រើយើងមាត់ហើយនឹងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាមនុស្សដែលមិនស្រឡាញ់យើងពិតប្រាកដទេទោះបីមាត់ប្រាប់ថាយើងល្អយ៉ាងនេះយ៉ាងនោះក៏មិនអាចជឿបានដែរក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯងកុំវង្វេងច្រឡំទៅរីករាយជាមួយនឹងពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះនាំឲ្យខូចខ្លួនខូចប្រាណអស់ទាំងទ្រព្យសម្បត្តិទាំងត្រូវខកចិត្តដល់ក្រៃលែងទៀតផងសុខភាពរាងកាយ49កូនជាទីស្រឡាញ់នោះយើងគ្រប់គ្នារមែងត្រូវការឲ្យមានអាយុវែងហើយមិនមែនជំងឺរោគគាបជាធិគ្រប់គ្នាទាំងអស់ហ្នឹងអាយុវែងរោគគាបជាធិមិនមែនទៅបានហ្នឹងគឺមកពីមួយចំណែកកើតមកពីការថែរក្សាសុខភាពរាងកាយមិនមែនគ្រាន់តែប្រាថ្នាត្រូវការហើយក៏ចិត្តតែបដោយសុខភាពរាងកាយទៅតាមយថាកម្មនោះទេមនុស្សដែលថែរក្សាសុខភាពរាងកាយបានល្អរមែងមានឱកាសបាននៅអាយុវែងនិងមានតាជំងឺរោគភ័យអីហ្នឹងវាតិចតួចមិនច្រើនជាងមនុស្សដែលមិនបានមើលថែសុខភាពខ្លួនឯងនោះកូនគួរប្រយ័ត្នសុខភាពរាងកាយត្រូវថែរក្សាឲ្យបានល្អកុំធ្វើការធ្ងន់ហួសបាក់កម្លាំងត្រូវមានពេលសម្រាកកុំបណ្ដោយឲ្យរាងកាយទ្រុឌទ្រោមបាក់កម្លាំងព្រោះបណ្ដាលឲ្យកើតរោគបានដោយងាយមានរោគហើយក៏មិនងាយនឹងព្យាបាលឲ្យដូចដើមទេគឺវាខាតច្រើនមុខក្នុងរឿងការថែរក្សាសុខភាពនេះការធ្វើតាមពាក្យណែនាំរបស់លោកគ្រូពេទ្យគឺល្អបំផុតដូចជាត្រូវបរិភោគអាហារដែលមានប្រយោជន៍ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ត្រូវនៅក្នុងទីដែលមានចលអាកាសចេញចូលបានល្អត្រូវរក្សាចិត្តឲ្យបានស្រស់ថ្លាកុំចិត្តបដ ாய் ឲ្យចិត្តក្តៅក្រហាយក្នុងរឿងផ្សេងត្រូវកុំធ្វើការឲ្យបាត់កម្លាំងកុំបរិភោគគ្រឿងសង្វឹងកុំជាប់គ្រឿងញៀននិងត្រូវឲ្យទៀងទាត់ក្នុងការបរិភោគការទទួលទានដំណេកអីជាដើមការធ្វើសុខភាពរាងកាយបានមាំតំល្អហើយក៏អាចទប់ទល់ជាមួយនឹងរោគគាបជាធិបានហើយវាជាផ្នែកមួយដែលនាំឲ្យមានអាយុវែងនោះយើងបើមានសុខភាពល្អហើយឈ្មោះថាមានដើមទុនក្នុងដំណើរជីវិតគឺអាចធ្វើអ្វីបានដោយខ្លួនឯងរឹងប៉ឹងមក4រហ័សរអួនក្នុងការងារចិញ្ចឹមជីវិតទុយមកវិញបើសុខភាពរាងកាយទន់ខ្សោយមួយថ្ងៃកាត់មួយថ្ងៃកោគឺជាឧបសគ្គនៃជីវិតដោយពិតព្រោះដូច្នោះអញ្ចឹងគឺមិនអាចតស៊ូជាមួយនឹងការងារបានពេលខ្លះក៏ធ្វើឲ្យបាក់ទឹកចិត្តអស់សង្ឃឹមមិនចង់រស់តទៅទៀតការថែរក្សាសុខភាពរាងកាយបានល្អជានិច្ចរហូតទៅរមែងធ្វើឲ្យអ្វីៗនឹងឯងបានច្រើនចម្រើនដោយសុខអារោគ្យបរមាលាភាសន្តតិបរមង្គធនាងវិសាសៈបរមាញាតិនៅពេលនឹងបរមង្គសុខាងការមិនមានរោគជាលាភដល់យ៉ាងក្រៃលែងប្រសើរការចេះគ្រប់គ្រាន់សន្តោសនៅក្នុងចិត្តនឹងគឺថាជាទ្រព្យដល់ប្រសើរការស្និទ្ធស្នាលនឹងគ្នាបរមាញាតិជាញាតិដល់ប្រសើរព្រះនិព្វានបរមង្គសុខាងជាបរមសុខ